ta từng ngọc này đừng để thà cảประกวด FIFA World Cup អុយ20ចាប់បានបញ្ចប់ទៅហើយក្រុមនេះมันអាចនឹកស្មានដល់នោះគឺម៉ារ៉ុកគឺជាជើងឯកនេះគឺជាយុវជនដែលមានសក្តានុពលខ្លាំងបំផុតបន្ទាប់ពីជម្រើសជាតិគឺយុវជននេះហើយគឺជាការបណ្ដុះបណ្ដាលហើយធ្វើឲ្យកីឡាករម្នាក់មានការប្រកួតប្រឹងប្រែងដើម្បីជាប់ជម្រើសជាតិនៅក្នុងឈុតធំថ្ងៃនេះដែរយើងនឹងទៅមើលការប្រកួតអុយ20របស់ម៉ារ៉ុកមុននឹងដកវគ្គលើកពានតើពួកគេឆ្លងកាត់អ្វីខ្លះក្នុងពូការប្រកួតទី1ពួកគេត្រូវបានជួបនឹងយុវជនដែលមានសក្តានុពលដូចជាក្រុមអេស្ប៉ាញគឺជាក្រុមមួយដ៏ល្អនៅក្នុងពូហើយពួកគេត្រូវបានជួបក្រុមនេះគឺជាក្រុមមួយដែលញញើតមែនទែនសម្រាប់យុវជនអេស្ប៉ាញអ្នកដឹងហើយថាអេស្ប៉ាញគឺជាកីឡូដែលមិនអាចបំភ្លេចបានសម្រាប់នៅយូរ៉ូមិនថាអូឡ িম্প ិកឬក៏ FIFA អុយ23នោះទេពួកគេធ្វើបានល្អមែនទែនទាំងនៅអឺរ៉ុបនិងនៅអូឡ িম্প ិកហើយនឹង FIFA អុយ20ប្រកួតបន្តរបស់ពួកគេនៅក្នុងការជំរុះក្នុងពូត្រូវបានជួបនឹងកីឡូយក្សដែលនៅទ្វីបអាមេរិកកាគឺកីឡូយក្សប្រេស៊ីលគឺជាមានយុវជនជាច្រើនដែលមានសក្តានុពលមានកីឡាករក្មេងៗជាច្រើនដែលត្រូវបានប្រេស៊ីលធ្វើការអុកឡុកទីក្រុងនៅក្នុងពិភពលោកផ្សេងកីឡាករប្រេស៊ីលក៏បានមកលេងនៅក្នុងតំបន់អឺរ៉ុបជាច្រើនផងដែរហើយកីឡូយក្សនៅអាហ្វ្រិកខាងត្បូងនៅអាមេរិកខាងត្បូងនេះគឺជាគីឡូមួយប៉ុន្តែម៉ារ៉ុកបានទទួលជ័យជំនះក្នុងលទ្ធផល2-1ពួកគេជួបសត្រូវគីឡូយក្សនៅក្នុងការជំរុះក្នុងពូមេស៊ីកូគឺជាក្រុមខ្លាំងមួយនៅក្នុងទ្វីបអាមេរិកហើយអ្នកណាក៏ដឹងដែរថាមេស៊ីកូគឺជាគីឡូជាមួយនឹងអាមេរិកកាណាដាហើយនឹងក្រុមផ្សេងទៀតដែលក្រុមទាំង3នេះក៏ធ្វើជាម្ចាស់ផ្ទះ World Cup ផងដែរនៅក្នុងឆ្នាំ2026នេះពួកគេបានបន្តដំណើរទៅដល់វគ្គ16ក្រុមចុងក្រោយហើយបានជួបនឹងក្រុមខ្លាំងអាស៊ីដែលហៅសនាមថាខ្លាក្រហមកូរ៉េខាងត្បូងគឺជាក្រុមមួយដែលខ្លាំងផងដែរនៅក្នុងទ្វីបអាស៊ីថ្ងៃខ្លួននៅ World Cup គឺមិនសូវរស់ពេនទេហើយយុវជនរបស់កូរ៉េខាងត្បូងក៏មានយុវជនល្អផងដែរលីកក៏ខ្លាំងប៉ុន្តែត្រូវបានចាញ់ក្រុមស្នាដៃក្រុមមកពីទ្វីបអាហ្វ្រិកគឺម៉ារ៉ុកក្នុងលទ្ធផល2-1មកដល់វគ្គ8ក្រុមពួកគេបានទម្លាក់មហាអំណាចសហរដ្ឋអាមេរិកក្នុងលទ្ធផល3-1ហើយលទ្ធផលបែបនេះគឺពួកគេមានឱកាសយ៉ាងច្រើនដើម្បីដណ្ដើមពាន3-1នេះគឺជាលទ្ធផលមួយដ៏រចាស់ចងហើយសម្រាប់ក្រុមជម្រើសជាតិម៉ារ៉ុកអុយ20ហើយយុវជនពួកគេគឺបានអបអរសាទរយ៉ាងក្រៃលែងចំពោះលទ្ធផលបែបនេះឱកាសជាទៅហុចផលឲ្យពួកគេបានបន្តដំណើរមកដល់វគ្គ4ក្រុមចុងក្រោយហើយលទ្ធផលដែលមិនគួរនឹកស្មានពួកគេបានទម្លាក់ក្រុមខ្លាំងគឺក្រុមជម្រើសជាតិអុយ20របស់បារាំងក្នុងលទ្ធផលបាល់ដោយបាល់កាត់សេចក្តីពេណាល់ទីក្នុងលទ្ធផល5-4ហើយធ្វើឲ្យពួកគេឡើងទៅដល់វគ្គផ្ដាច់ព្រាត់ដែលមិនគួរជឿក្នុងលទ្ធផលបែបនេះគឺជាការសប្បាយរីករាយយ៉ាងខ្លាំងរបស់ជម្រើសជាតិអុយ20ម៉ារ៉ុកមើលទៅដោយគ្មានអ្វីដែលអាចមករារាំងម៉ារ៉ុកមិនឲ្យលើកពានបានពួកគេបានបំបាក់ក្រុមដែលមកពីទ្វីបអាមេរិកខាងត្បូងនោះគឺក្រុមអាល់សង់ទីនដែលក្នុងលទ្ធផល2-0ដោយមិនមានការតដៃពីអាល់សង់ទីនឡើយនេះគឺជាភាពប្រច័ណ្ឌចង់មួយដែលអ្នកមិនអាចមើលស្រាលបានឡើយនៅក្រុមម៉ារ៉ុកនៅ World Cup ខាងមុខនេះគឺជាក្រុមខ្លាំងមួយដែលស្ថិតនៅក្នុងទ្វីបអាហ្វ្រិកពួកគេមានកីឡាករល្អជាច្រើនដូចជាម៉ាស្រ៉ាអូអ៊ីមានហៃគីមីកមានកីឡាករដែលលេងនៅក្នុងតំបន់អឺរ៉ុបច្រើនមែនទែនដូច្នេះហើយពួកយើងមិនអាចមើលស្រាលក្រុមដែលមកពីទ្វីបអាហ្វ្រិកមួយនេះបានទេហើយនៅ World Cup អ្វីដែលគួរឲ្យឈឺចាប់សម្រាប់ fan ពូដូគឺនៅចាំទឹកទេកាលពី World Cup នៅឆ្នាំ2022ក្រុមប៉ូទុយហ្គាល់បានធ្លាក់ក្រោមស្មាដៃក្រុមម៉ារ៉ុកនេះហើយក្នុងលទ្ធផល1-0ពេលនោះដែរម៉ារ៉ុកលេងបានយ៉ាងល្អការពារហើយវាយបកមួយគ្រាប់តែបញ្ចូលទីរបស់កីឡាករដែលមានកម្ពស់ខ្ពស់
រូបនោះបានបញ្ចប់ក្តីស្រមៃព័តិកាក្នុងការឡើងទៅលេងវគ្គដាច់ព្រាត់ World Cup អរគុណទាំងអស់គ្នាជួបជាមួយខ្ញុំនៅវីដេអូក្រោយកុំភ្លេចជួយចុច Subscribe វីដេអូនេះម្នាក់មួយផង